អ្នកធ្លាប់ឮទេថាញ៉ាំផ្លែឈើក្រោយបាយគឺមិនល្អឬត្រូវញ៉ាំតែពេលពុះទៅទេតើនេះជាការពិតឬគ្រាន់តែជាជំនឿដែលមនុស្សជាច្រើនតគ្នានៅក្នុងវីដេអូនេះយើងនឹងស្វែងយល់ពីពេលវេលាដែលសមស្របសម្រាប់ការញ៉ាំផ្លែឈើផ្លែឈើសម្បូរទៅដោយវីតាមីនសារធាតុរ៉ែជាតិសរសៃនិងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយទ្រទ្រង់សុខភាពរាងកាយប៉ុន្តែតើពេលណាទើបជាពេលល្អបំផុត1ពេលព្រឹកឬជាអាហារសម្រន់រវាងពេលអាហារការញ៉ាំផ្លែឈើជាអាហារសម្រន់អាចជួយបន្ថយការឃ្លាននិងបង្កើនការទទួលទានជាតិសរសៃ2មុនហាត់ប្រាណផ្លែឈើដូចជាចេកឬផ្លែប៉ោមអាចផ្ដល់ថាមពលពីកាបូអ៊ីដ្រាតធម្មជាតិសមស្របសម្រាប់ញ៉ាំមុនហាត់ប្រាណប្រហែល40នាទី3ក្រោយអាហារមនុស្សជាច្រើនជឿថាការញ៉ាំផ្លែឈើក្រោយបាយអាចប៉ះពាល់ដល់ការរំលាយអាហារប៉ុន្តែសម្រាប់មនុស្សភាគច្រើនមិនមានភស្តុតាងវិទ្យាសាស្ត្ររឹងមាំថាការញ៉ាំផ្លែឈើក្រោយអាហារបង្កគ្រោះថ្នាក់នោះទេទោះជាយ៉ាងណាអ្នកខ្លះអាចមានអារម្មណ៍ពោះហើមឬមិនស្រួលពោះប្រសិនបើញ៉ាំច្រើនពេកឬមានបញ្ហារំលាយអាហាររួចហើយដូច្នេះមិនមានពេលវេលាល្អបំផុតសម្រាប់មនុស្សគ្រប់គ្នានោះទេអ្វីដែលសំខាន់ជាងគេគឺការញ៉ាំផ្លែឈើឲ្យបានទៀងទាត់ជ្រើសរើសផ្លែឈើចម្រុះនិងសមស្របនឹងតម្រូវការរបស់រាងកាយអ្នកតើអ្នកតែងញ៉ាំផ្លែឈើនៅពេលណាមុនបាយក្រោយបាយឬជាអាហារសម្រន់សូមសរសេរមតិរបស់អ្នកនៅក្នុង comment ខាងក្រោមហើយកុំភ្លេចចុច like share និង subscribe ដើម្បីទទួលបានចំណេះដឹងថ្មីៗអំពីសុខភាពជារៀងរាល់ថ្ងៃ